ខ្ញុំជឿថាបងប្អូនអ្នកគ្នាភាគច្រើនក៏ជាស្គាល់ក៏ដូចជាធ្លាប់មកលេងនៅប្រាសាទបេងមាលាហើយប៉ុន្តែអត់ដែលដឹងថានៅជិតនឹងគឺមានប្រាសាទមួយដែលលាក់ខ្លួននិងមានសម្រស់ស្រស់ស្អាតខ្លាំងមែនទែនហើយហេតុអីបានខ្ញុំនិយាយថាប្រាសាទមួយនេះជាប្រាសាទលាក់ខ្លួនឯងបងប្អូនដោយសារតែប្រាសាទមួយនេះគឺថានៅក្នុងកណ្ដាលព្រៃកណ្ដាលបឹងតែម្ដងនិយាយទៅខ្ញុំជិះចូលដំបងអីក៏មិននឹកស្មានថានៅក្នុងនឹងគឺមានប្រាសាទស្អាតបែបនឹងដែរនិយាយទៅបើសិនជាបងប្អូនអ្នកគ្នាមានកម្រងមកលេងខេត្តសៀមរាបហើយឈៀងមកដល់ប្រាសាទបេងមាលាក៏រំលងប្រាសាទមួយនេះសោះដោយសារតែទីតាំងប្រាសាទមួយនេះក៏នៅមិនឆ្ងាយពីប្រាសាទបេងមាលាប្រហែលទេបងប្អូនអ្នកគ្នាគ្រាន់តែថាច្រកផ្លូវចូលនឹងរៀងចៀតបន្តិចបើសិនជាយើងជិះឡានអីរៀងពិបាកតែបើសិនជិះម៉ូតូជិះកង់អីគឺអាចជិះទៅដល់ស្រួលតែម្ដងដោយសារតែផ្លូវចូលនឹងគឺយើងត្រូវជិះកាត់ដប់កាត់ព្រៃនិយាយទៅផ្សងព្រៃហ្មងទំនំតែម្ដងកន្លែងស្អាតបែបនេះនិយាយទៅចូលមកដំបូងខ្ញុំសឹងតែមិនជឿថាម្ដងមានប្រាសាទស្អាតបែបនេះនៅលាក់ខ្លួនអញ្ចឹងទេហើយប្រាសាទមួយនេះដែរមានឈ្មោះថាប្រាសាទទីបើនិយាយពីបរិយាកាសនៅជុំវិញប្រាសាទវិញនិយាយពីថាស្រស់ស្អាតខ្លាំងមែនទេបងប្អូនអ្នកគ្នាមានបឹងឈូកព័ទ្ធជុំវិញនឹងហើយដើមឈើដែលងាប់នឹងបង្កើតនៅទស្សនីយភាពមួយដែលស្អាតប្លែកភ្នែកខ្លាំងមែនទេហើយសម្រាប់ប្រាសាទទីនេះដែរក៏អត់សូវធំទេបងប្អូនអ្នកគ្នាគឺមានតែរូបព្រះពុទ្ធបដិមាប្រក់នេកមួយដែលនៅចំកណ្ដាលបឹងនឹងតែម្ដងហើយមានទឹកនៅជុំវិញនឹងគឺបង្កើតនៅទស្សនីយភាពមួយដែលស្អាតប្លែកភ្នែកខ្លាំងមែនទេបើសិនជាបងប្អូនអ្នកគ្នាចង់មកទស្សនាអីអាចមកលេងខ្ទង់ម៉ោង 8 9 ព្រឹកអីទៅអាកាសធាតុត្រជាក់ស្រួលតែបើមកលេងចំពេលថ្ងៃអីអាកាសធាតុរៀងក្តៅតិចដោយសារតែប្រាសាទនេះអត់សូវមានម្លប់ហើយចេញពីប្រាសាទទីមកពួកយើងក៏ឈៀងចូលទៅលេងនៅប្រាសាទបេងមាលាហើយថ្ងៃដែលខ្ញុំទៅលេងនេះនិយាយពីថាមនុស្សច្រើនមែនទេហើយបើនិយាយពីបរិយាកាសនៅប្រាសាទបេងមាលានេះវិញនិយាយពីថាត្រជាក់ស្រួលខ្លួនមែនទេបងប្អូនអ្នកគ្នាដោយសារតែមានម្លប់ឈើច្រើនតែម្ដងហើយនៅដើមរដូវកាល green season នេះនៅតាមប្រាសាទចាប់ដើមដោះស្លែមកបដាបងប្អូននិយាយទៅពេលដែលមានភ្លៀងធ្លាក់ច្រើនស្លែចាប់ដើមដោះនៅតាមលើថ្មប្រាសាទបង្កើតនៅទស្សនីយភាពមួយដែលកាន់តែស្អាតប្លែកភ្នែកតែម្ដងជាពិសេសនៅប្រាសាទបេងមាលាមួយនេះបងប្អូនអ្នកគ្នានិយាយទៅឲ្យតែពេលភ្លៀងធ្លាក់ច្រើនស្លែចាប់ដើមដោះចេញបៃតងនិយាយពីថាដុំថ្មដែលគោលើគ្នានឹងមើលមកគឺប្រៀបដូចជាដុំម៉ាឆាដែលគោលើគ្នាអញ្ចឹងហើយមើលដល់រដូវកាលហ្នឹងខ្ញុំនឹងមកថតម្ដងទៀតដើម្បីចែកជូនដល់បងប្អូនអ្នកគ្នាទស្សនាដោយសារតែថ្ងៃរៀងជ្រេដែរអញ្ចឹងហើយពួកយើងក៏សម្រេចចិត្តត្រឡប់មកផ្ទះវិញព្រោះជិះចេញពីខេត្តសៀមរាបនឹងទៅដល់ហ្នឹងក៏រៀងឆ្ងាយគួរសមដែរនិយាយទៅត្រូវជិះកាត់ថ្ងៃផងភ្លៀងផងដីហុយផងទម្រាំតែម្ដងអញ្ចឹងហើយពេលម្ដងទីភ្លៀងគឺថាអត់ចាំយូរទេត្រូវតែមកកក់សក់ចេញហើយសម្រាប់សាប៊ូដែលខ្ញុំប្រើគឺជាសាប៊ូក្លិនសម្រាប់សក់អង្គេនារីដែលជាផលិតផលកូនខ្មែរយើងសុទ្ធ 100% ដែលមាន ingredient មកពីប្រទេសកូរ៉េដែលជួយថែរក្សាសុខភាពសក់និងស្បែកក្បាលកុំចាត់អង្គេយ៉ាងមានប្រសិទ្ធភាពធ្វើឲ្យសក់ស្រស់ស្អាតនិងរឹងមាំកាត់បន្ថយការរលាកស្បែកក្បាលហើយបើបានប្រើរួមជាមួយនឹងក្រែមបន្ទន់សក់គឺធ្វើឲ្យសក់យើងភ្លឺដូចសរសៃសូត្រតែម្ដងហើយសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះក៏មានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការតាមដានទស្សនាជួបគ្នានៅវីដេអូក្រោយបាយបាយ